យើងយកប្រមាណមិនសំខាន់ទេទាំង2ទាំង3ហ្នឹងបាទទាំងចិនទាំងអាមេរិកនេះគឺសំខាន់ប៉ុន្តែនៅពេលដែលយើងមានកិច្ចសហប្រតិបត្តិការមួយគ្នាធ្វើយ៉ាងណាដើម្បីយើងទាញផលប្រយោជន៍ដូចខ្ញុំលើកខាងដើមបងប្អូនហើយយើងហាក់បីដូចជាឃ្លាតឆ្ងាយពីរុស្ស៊ីសំខាន់បាទគួរតែធ្វើការឲ្យបានស្និទ្ធជាមួយរុស្ស៊ីឡើងវិញបាទដោយដែលបណ្ដាប្រទេសអាស៊ានបានតែកំពុងតែធ្វើសមាជិកអាស៊ានច្រើនណាស់គេអត់ចោលរុស្ស៊ីទេហើយកម្ពុជាយើងជាមួយវៀតណាមនេះពីដើមមកជាមួយរុស្ស៊ីគឺល្អណាស់បាទនៅពេលក្រោយចាប់របបខ្មែរក្រហមកម្ពុជាយើងគឺរៀនភាសាវៀតណាមហើយភាសារុស្ស៊ីហើយមានការគ្រប់គ្រងច្រើនណាស់ពីរុស្ស៊ីដែលគ្មានលក្ខខណ្ឌនៅពេលនោះដែលអង្គការសហជីវជាតិមិនទទួលស្គាល់កម្ពុជានោះអញ្ចឹងឲ្យបងប្អូនឃើញហើយយើងមានវិប្លវសហព័ន្ធរុស្ស៊ីយើងមានពេទ្យរុស្ស៊ីយើងមានផ្សាររុស្ស៊ីផ្សារទូតពងតែមួយរយៈក្រោយខ្ញុំមិនដឹងថាយ៉ាងម៉េចដែរបាទយើងដូចជាឃ្លាតឆ្ងាយពីរុស្ស៊ីដែលមានសារៈសំខាន់បាទពាក់ព័ន្ធទៅនឹងវិស័យធម្មពលវិស័យបច្ចេកវិទ្យាសព្វវិបុត្របាទទាំងប្រព័ន្ធការពារដែនអាកាសទាំងមីស៊ីលទាំងយន្តហោះប្រយុទ្ធជាដើមរុស្ស៊ី advance ខ្លាំងបាទខ្លាំងមែនទេនេះគូដែលយើងចាប់ទាំងអស់បាទប៉ុន្តែធ្វើយ៉ាងណាចេះប្រើប្រាស់យុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការនេះទាញយកផលប្រយោជន៍ឲ្យបានកាន់តែច្រើនមកលើសម្រាប់កម្ពុជាយើងប៉ុន្តែដើម្បីទាញផលប្រយោជន៍ឲ្យមានសហប្រតិបត្តិការល្អដូចខ្ញុំលើកហើយសម្រាប់ប្រទេសរបស់យើងធ្វើខ្លួនយកឲ្យខ្លាំងធ្ងន់ទៅរៀនពីគេចង់ឲ្យរៀនកុំឲ្យទៅតែប្រគ្រប់កិច្ចបាទកុំឲ្យជាមើលងាយបាទ